ឆ្នាំ2025នេះពិតជាឆ្នាំដែលកាចដោយតែគេនិយាយមែនបងប្អូនខែនេះគឺជាខែ11ត្រូវនឹងខែល្ងាបងប្អូនប៉ុន្តែនៅវៀតណាមនិងនៅថៃកំពុងតែរងទឹកចំនួនធ្ងន់ធ្ងរនៅវៀតណាមគឺមានមនុស្សស្លាប់រហូតដល់55នាក់ហើយមានមនុស្ស13នាក់ទៀតត្រូវបានបាត់កំពុងតែរោគអញ្ចឹងណាបងប្អូនកាលនៅថ្ងៃទី22 23នេះប្រទេសវៀតណាមគឺរងការលិចជាង6ខេត្តហើយផ្លូវ highway របស់វៀតណាមត្រូវបានបិទជាច្រើនខ្សែដោយសារទឹកជំនន់នៅប្រទេសថៃវិញដូចជាយើងបានដឹងទ្រអញ្ចឹងគឺលិចបន្តមករហូតមកដល់ថ្ងៃនេះក៏នៅតែលិចដែរបងប្អូនហើយមានមនុស្សជាងប្រមាណ10000នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេដោយសារតែមានការលិចខ្លាំងពេកបងប្អូនលិចប៉ុណ្ណឹងហើយអត់តន់ឈប់ទេណានៅមានព្យុះមកដល់ថ្ងៃទី29ខាងមុខនេះបងប្អូនហើយព្យុះហ្នឹងគឺមានប៉ះពាល់ដល់ខ្មែររបស់យើងតិចតួចដែរប៉ុន្តែខាងថៃគឺប៉ះពេញទំហឹងតែម្ដងប៉ុន្តែគឺមានតែបួងសួងកុំឲ្យខ្មែររបស់យើងប៉ះពាល់អីធ្ងន់ធ្ងរបងប្អូនសុំទៅផ្ទះម្នាក់នឹងទៅបានហើយផ្ទះយើងមិនមកទេហើយមកនេះគឺមិនមែនសាច់យំអីទេបងប្អូនប៉ុន្តែមកផ្ដល់ជាព័ត៌មានឲ្យបងប្អូនបានដឹងទ្រថាអញ្ចឹងណាថាខែល្ងាហេតុអីបានជាវាលិចទឹកអញ្ចឹងណាបងប្អូនទាំងខាងលិចទាំងខាងកើតណាបងប្អូនមិនអត់ចង់សើចទេចាជម្រាបលា